មានចំណងជើងថា One Piece មកធ្វើការសង្ខេបទស្សនាតែនឹងចាប់ដើមជាមួយនឹងបរិម្នាក់ដែលជាស្ដេចចៅសមុទ្រឈ្មោះ Gold Roger ត្រូវបានគេយកទៅបង្ហាញជីវិតជាសាធារណៈ Gold Roger ក៏បង្ហាញជាចៅសមុទ្រចិត្តល្អម្នាក់ដែរព្រោះនៅថ្ងៃដែលគេបង្ហាញជីវិតគាត់នោះមានអ្នកខ្លះទៅឈរមើលហើយទួញយំសោកស្ដាយគាត់ជាខ្លាំងមុននឹងស្ដាប់ Gold Roger បានប្រកាសជាសាធារណៈថាទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ដែលគាត់ហៅថា One Piece គាត់បានយកវាទៅលាក់ទុកនៅកន្លែងមួយតែគាត់បានប្រាប់ថាគាត់លាក់ទុកនៅកន្លែងណាទេបាទអ្នកណារកកំណត់ One Piece នឹងឃើញវាជារបស់អ្នកនោះចាប់តាំងពីពេលនោះមកក្រុមចៅសមុទ្រទូទាំងពិភពលោកបានចេញទូទៅស្វែងរកកំណត់ One Piece នៅគ្រប់ទិសទីរយៈកាលជាង10ឆ្នាំក្រោយមកទៀតហើយរឿងបានណែនាំឲ្យយើងស្គាល់តួអង្គឯករបស់យើងឈ្មោះ Monkey D Luffy កាលនោះគាត់មានអាយុប្រហែលជា6ឆ្នាំទេតែគាត់បានធ្វើជាចៅសមុទ្រហើយឯករបស់គាត់គឺមេចៅសមុទ្រសក់ហមម្នាក់ឈ្មោះ Seng ប៉ុន្តែពេលនោះដោយសារតែ Luffy នៅក្មេងពេក Seng មិនអាចយកគាត់ដើរតាមបានទេនៅថ្ងៃនោះផងដែរមានចៅភ្នំមួយក្រុមទៀតដែលមើលទៅដូចជាកាយសាហាវខ្លាំងណាស់បានតទម្លូទ្វារចូលមកក្នុងអាហារដ្ឋានហើយប្រាប់ម្ចាស់ហាងថាពួកគេត្រូវការស្រា10បារ៉ែលតែម៉ាគីណូដែលជាម្ចាស់ហាងបានប្រាប់ថាអត់មានស្រាលក់ទៀតទេពេលនោះ Seng ចិត្តល្អបានយកស្រាម្ដងដែលគាត់មិនទាន់បើកឲ្យទៅចៅភ្នំនោះតែចៅភ្នំនោះបានបាយដបស្រាចោលហើយចោទថា Seng មើលងាយគាត់ទោះជាយ៉ាងនេះក៏ដោយ Seng ចិត្តធ្ងន់ណាស់អត់ប្រកាន់ចៅភ្នំនោះទេហើយបែរទៅរើបាយដបរបស់ចៅក៏បានមុតជើងគេបន្តមកចៅភ្នំបានចិត្តក៏ដកដើរកាប់ចានលើតុថែមទៀតដើម្បី Seng រះហើយបាននាំពួកចាក់ចេញពីទីនោះបាត់ទៅពេលឃើញចឹង Luffy ក្តៅចិត្តជំនួស Seng ខ្លាំងណាស់តែ Seng ហើយនឹងក្រុមរបស់គាត់បានជានាំគ្នា cycle ទៅវិញទង្វើរបស់ពួកគេនឹងបានធ្វើឲ្យ Luffy កាន់តែក្តៅមកកម្ដៅទៀតហើយបានឡើងឈរខ្សែក្តៅស្អែ Seng ថាជំនួសកំសាន្តតែ Seng បានយល់បាត់ថាមានមនុស្សខ្លះមិនសមឲ្យគាត់ជួយជាមួយទេពេលនោះដោយសារតែខឹងជាមួយ Seng ពេក Luffy បានទៅយកផ្លែឈើរបស់ Seng តែ Seng ដាក់ចោលនៅលើតុយកមកញ៉ាំពេលឃើញចឹង Seng មានការភ្ញាក់ផ្អើលហើយនឹងព្រួយបារម្ភពី Luffy ខ្លាំងណាស់ព្រោះផ្លែឈើដែល Luffy ទុំញ៉ាំហ្នឹងមិនមែនផ្លែឈើធម្មតាទេគេហៅវាថា Gam fruit វាធ្វើខ្លួនរបស់ Luffy យឺតដូចកៅស៊ូអញ្ចឹងហើយ Luffy នឹងអត់ចេះហែតែអស់មួយជីវិតបន្តមកមិនយូរប៉ុន្មានស្រាប់តែមានហេតុការណ៍មួយបានកើតឡើងគឺ Luffy ត្រូវបានក្រុមចៅភ្នំចាប់ធ្វើបាបដោយសារតែគាត់ទៅទាមទារក្រុមចៅភ្នំនឹងសុំទោស Seng ហើយពេលនោះ Seng ក៏បានទៅដល់ទីនោះផងដែរនៅលើកនេះជាផលពីការប៉ះទង្គិចគ្នាទេព្រោះតាមធម្មតា Seng ចិត្តខ្លួនណាស់ទោះបីគេស្លាប់ទាំងអស់ណាក៏អត់ឆ្លោះជាមួយនឹងគេដែរតែបើសិនជាមាននរណាគេហ៊ានប៉ះមិត្តភក្តិរបស់គាត់អ្នកនោះច្បាស់ជាមិនរួចខ្លួនទេនៅក្នុងការយុទ្ធគ្នានោះដៃស្នាមរបស់ Seng ម្នាក់ឈ្មោះ Ben Beckman ស្ម័គ្រចិត្តធ្វើជាអ្នកចាត់ការក្រុមចៅភ្នំតែមកខែសោះ Ben Beckman បានបង្កាត់កូនចៅរបស់ចៅភ្នំឲ្យលីងចំណែកមេគេក៏បានបោកប្របាយផ្សាយនាំ Luffy តិចខ្លួនបាត់គាត់បាននាំ Luffy ទៅដល់សមុទ្រហើយដោយសារតែខឹង Luffy ខ្លាំងពេកគាត់ក៏បានបោក Luffy ចូលក្នុងទឹកបាទប្រកាន់តាមចង់ពីពេលនោះមានសត្វសមុទ្រយ៉ាងធំមួយដែលពួកគេហៅថា Sea King បានចេញមកខាំស៊ីចៅភ្នំនោះហើយបន្តមកចង់ខាំស៊ី Luffy ផងដែរតែ Seng បានជួយតាន់ពេលនោះ Seng នេះជាមានជំនាញពិសេសអីមួយយ៉ាងគ្រាន់តែគាត់ប្រើផ្នែក14ស្រួយសម្រាប់ទៅកាន់ Sea King ខ្លាក៏ហែទឹកចេញទៅបាត់ការជួយសង្គ្រោះ Luffy នៅពេលនោះ Seng បានដៃម្ខាងធ្វើ Luffy នៅគាត់ខ្លាំងណាស់មួយរយៈក្រោយមកដល់ពេលដែល Seng ត្រូវចាក់ចេញពីភូមិភូសាទៅបន្តដំណើរផ្សងព្រេងរបស់គាត់បន្តទៀតនៅពេលនោះ Luffy បានប្រកាសអាងថាថ្ងៃណាមួយគាត់នឹងមានក្រុមខ្លួនឯងហើយគាត់នឹងក្លាយទៅជាមេចៅសមុទ្រដែលខ្លាចជាងក្រុមរបស់ Seng ទៀតជាការសន្យា Seng បានផ្ញើមួកសំណត់ចិត្តរបស់គាត់ឲ្យ Luffy សិនហើយនៅពេលដែល Luffy ក្លាយទៅជាមេចៅសមុទ្រដ៏ពូកែម្នាក់គាត់ចង់ឲ្យ Luffy យកមួកនោះឲ្យគាត់វិញ10ឆ្នាំក្រោយមក Luffy បានចាប់ដើមជាដំណើរផ្សងព្រេងរបស់គាត់តាមទូកតូចមួយហើយអ្នកភូមិភូសាជាច្រើនបានមកជួយដំណើរគាត់ទាំងអស់ឡើយពេល Luffy ចេញបានឆ្ងាយតិចស្រាប់តែ Sea King ដែលជាម្ចាស់របស់គាត់បានមកលេងប៉ុន្តែលើកនេះ Luffy មិនមែនក្មេងទៀតទេគាត់បានប្រើកណ្ដាប់ដៃកៅស៊ូរបស់គាត់ដែលគាត់ហៅថា Gam pistol ដាក់ Sea King ម្ដាយឡើងស្លាប់បន្តមកសាច់រឿងបានកាត់ទៅមើលតួអង្គម្នាក់ទៀតឈ្មោះ Kobe គឺជាក្មេងម្នាក់ដែលចៅសមុទ្រចាប់មកធ្វើការនៅលើទូករបស់ពួកគេមានថ្ងៃមួយ Kobe រុញប៉ះចំធុងបារ៉ាដែល Luffy ដេកនៅក្នុងនោះ Luffy ចូលទៅក្នុងធុងបារ៉ាដោយសារទូករបស់គាត់ត្រូវបានទឹកគួយយកទៅហើយក្រោយមកមានគេប្រកាសឃើញធុងបារ៉ានោះក៏លើកឡើងលើកប៉ាល់ហើយក្រោយមកទៀតកប៉ាល់នោះក៏ត្រូវបានក្រុមចៅសមុទ្រប្លន់យកទៀតអញ្ចឹងហើយទៅពេលនេះ Luffy នៅលើទូករបស់ចៅសមុទ្រហើយបានជួបជាមួយនឹង Kobe ជាដំបូង Luffy អត់ខ្វល់ថាគាត់នៅកន្លែងណាទេសំខាន់ពេលនេះគាត់ឃ្លានហើយគាត់ទៅរកអីញ៉ាំសិននៅទីនោះ Kobe បានប្រាប់ Luffy ថាកាលពី2ឆ្នាំមុនពេលដែលគាត់កំពុងតែស្ទួយត្រីសុកមានក្រុមចៅសមុទ្រទៅចាប់គាត់មកធ្វើទាស្ករនៅលើទូកមួយហ្នឹងពេលនោះ Luffy បានសួរថាបើមិនចង់ធ្វើការនៅនឹងទេហេតុអីមិនរត់ហើយ Kobe ប្រាប់ថាគាត់អត់ហ៊ានតែសារតែកាប់តែនៅលើកប៉ាល់ហ្នឹងឈ្មោះ Alvida កាយខ្លាំងណាស់បើដឹងថា Kobe ចង់រត់នាងច្បាស់ជាស្លាប់គាត់ចោលហើយនិយាយខ្លីទៅ Kobe គឺជាមនុស្សកំសាន្តធ្វើអីគាត់ហ៊ានដែរដល់ពេល Luffy ប្រាប់ថាគាត់ចង់ទៅរកកំណត់ One Piece ដើម្បីធ្វើជាស្ដេចចៅសមុទ្រ Kobe ដឹងថាវាគ្រោះថ្នាក់ខ្លាំងណាស់ហើយគាត់អត់ជឿថា Luffy ធ្វើបានទេនៅពេលនោះ Luffy បានខកគាត់មកញ៉ាំខ្លួនហើយប្រាប់ថាមនុស្សយើងត្រូវតែធ្វើអីដែលយើងចង់ធ្វើមិនត្រូវបណ្តែតបណ្ដោយតាមចូលវាសនាទេពេលសម្ដែងរបស់ Luffy បានធ្វើឲ្យ Kobe មានកម្លាំងចិត្តហើយគាត់សម្រេចចិត្តធ្វើតាមប្តីសម័យរបស់គាត់ដែលចង់ធ្វើជាកង Marine ដើម្បីចាប់ជនអាក្រក់បន្តមកកាប់តែនឈ្មោះ Alvida បានទៅដល់ទីនោះហើយពេល Luffy ឃើញទៅសួរ Kobe ថាចុះម្នាក់របស់ហ្នឹងជានរណាគេតាមធម្មតា Alvida ខាងណាគេនិយាយថងហ្នឹងដល់ពេល Luffy និយាយចឹងនាងច្បាស់ជាមិនឲ្យ Luffy រួចខ្លួនទេតែរបស់ Luffy ប្រកាន់ណាយីកាន់តែឆ្ងាយកម្លាំងកាន់តែខ្លាំងនៅពេលនោះទោះបីជា Alvida មកប៉ុណ្ណាក៏ Luffy ឯងបីប៉ើងដែរបន្តមក Luffy បានជួយ Kobe ទៅចុះឈ្មោះធ្វើជា Marine តាមក្តីសម្បត្តិរបស់គាត់នៅតាមផ្លូវ Luffy បានសួរ Kobe តើតជាមួយនឹង Zoro ព្រោះមុនហ្នឹង Alvida ច្រឡំគាត់ជាមួយនឹង Zoro ពេលនោះ Kobe ប្រាប់ថា Zoro គឺជាអ្នកស៊ីឈ្នួលចាប់ចោលសមុទ្រដ៏ខ្លាំងម្នាក់ប៉ុន្តែមិនដឹងថាមានរឿងអីទេពេល